ពិភពលោកដែលអ្នកស្គាល់កាលពីម្សិលមិញឡើងមានទៀតហើយតើអ្នកមានអារម្មណ៍ទេថាជីវិតកាន់តែពិបាកលុយកាន់តែក្រអាកាសធាតុកាន់តែប្រែប្រួលវាមិនមែនជារឿងចៃដន្យទេព្រោះយើងកំពុងស្ថិតក្នុងព្យុះសកលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របើអ្នកមិនចង់ខ្លាចជាជនរងគ្រោះនៃវិបត្តិនេះទេអ្នកត្រូវតែស្ដាប់វីដេអូនេះឲ្យចប់ព្រោះក្នុងនឹងបង្ហាញអ្នកពីផែនទីសម្ងាត់ដើម្បីរស់រាននិងរឹងមាំជាងមុនក្នុងយុគសម័យដ៏គ្រោះថ្នាក់មួយនេះការរស់រាននិងការត្រៀមខ្លួនក្នុងយុគសម័យនៃវិបត្តិសកលពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលមួយដែលអ្នកវិទ្យាសាស្ត្រនិងអ្នកសេដ្ឋកិច្ចហៅថា Polycrisis ឬវិបត្តិត្រួតលើវិបត្តិវាមិនមែនគ្រាន់តែជាបញ្ហាតែមួយមុខនោះទេប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នារវាងការប្រែប្រួលអាកាសធាតុជំនួសភូមិសាស្ត្រនយោបាយនិងអតិផរណាសេដ្ឋកិច្ចដែលកំពុងវាយលុកគ្រប់ទិសទីសំណួរមិនមែនសួរថាតើវិបត្តិនឹងកើតឡើងឬទេនោះឡើយទេប៉ុន្តែគឺតើយើងត្រូវរស់នៅនឹងរឹងមាំដោយរបៀបណានៅក្នុងស្ថានភាពនេះអត្ថបទនេះនឹងជីកកក់កាយឲ្យស៊ីជម្រៅទៅលើឫសគល់នៃវិបត្តិសកលនិងផ្ដល់នូវផែនទីបង្ហាញផ្លូវជាក់លាក់សម្រាប់បុគ្គលនិងសហគមន៍ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងព្យុះសកលដែលមិនអាចជៀសរួច 1. វិបត្តិសន្តិសុខស្បៀងនិងថាមពលខ្សែសង្វាក់ដែលកំពុងដាច់រលត់ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះតម្លៃទំនិញប្រើប្រាស់បានហក់ឡើងខ្ពស់កប់ពពកដែលនេះមិនមែនជារឿងចៃដន្យទេសង្គ្រាមនៅអឺរ៉ុបខាងត្អែបនិងជម្លោះនៅមជ្ឈមបូពេតបានធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលនិងក្របធញ្ញជាតិពិភពលោកត្រូវរអាក់រអួលស្ថិតិគួរឲ្យកត់សម្គាល់យោងតាមអង្គការស្បៀងអាហារពិភពលោក WFP មនុស្សជាង345លាននាក់កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងកម្រិតធ្ងន់ធ្ងរក្នុងឆ្នាំ2024-2025 ផលប៉ះពាល់នៅពេលថាមពលឡើងថ្លៃដឹកជញ្ជូនក៏ឡើងតាមដែលនាំឲ្យទំនិញគ្រប់មុខឡើងថ្លៃនៅកម្រិតមួយដែលប្រាក់ចំណូលមធ្យមមិនអាចទប់ទល់បានទេយុទ្ធសាស្ត្រត្រៀមខ្លួនការធ្វើពិភេកវកម្មប្រភពចំណូលកុំពឹងផ្អែកទៅលើប្រភពចំណូលតែមួយការរៀនជំនាញ Digital ឬការវិនិយោគខ្នាតតូចៗគឺជាខែលការពារសេដ្ឋកិច្ចគ្រួសារស្វ័យភាពស្បៀងអាហារទោះបីជាអ្នករស់នៅក្នុងទីក្រុងក៏គួរចាប់ផ្ដើមរៀនពីការដាំដុះបែបបច្ចេកទេស Hydroponics ឬការរក្សាទុកស្បៀងបម្រុងដែលអាចទុកបានយូរ 2. ការប្រែប្រួលអាកាសធាតុពីការប្រុងប្រយ័ត្នមកជាតថភាពដ៏អាក្រក់យើងឡើងនិយាយអំពីអ្វីដែលនឹងកើតឡើងនៅឆ្នាំ2050ទៀតហើយព្រោះគ្រោះទឹកជំនន់រលកកម្ដៅនិងគ្រោះរាំងស្អាងកំពុងកើតឡើងនៅចំពោះមុខយើងរាល់ថ្ងៃនេះគឺជាវិបត្តិដែលមិនអាចដោះស្រាយបានដោយការចុះហត្ថលេខាលើក្រដាសតែមួយសន្លឹកនោះទេចំណុចគន្លឹះសីតុណ្ហភាពសកលដែលកើនឡើងបានធ្វើឲ្យផលិតភាពកសិកម្មធ្លាក់ចុះនិងបង្កជាចំណាកស្រុកដោយបង្ខំ Climate Refugees ភាពជាក់ស្ដែងទីក្រុងធំៗជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងការលិចលង់ដោយសារកម្ពស់ទឹកសមុទ្រឡើងខ្ពស់និងការរៀបចំក្រុងមិនទាន់បានល្អយុទ្ធសាស្ត្រត្រៀមខ្លួនការសន្សំសំចៃធនធានការប្រើប្រាស់ទឹកនិងអគ្គិសនីដោយវាយឆ្លាតមិនមែនគ្រាន់តែដើម្បីសន្សំលុយទេប៉ុន្តែដើម្បីកាត់បន្ថយសម្ពាធលើប្រព័ន្ធផ្គត់ផ្គង់ជាតិការរៀបចំជម្រកបើអ្នកគ្រោងទិញអចលនទ្រព្យសម្បត្តិចូលពិនិត្យផែនទីភូមិសាស្ត្រនិងហានិភ័យនៃគ្រោះធម្មជាតិឲ្យម៉ត់ស្មត់តែម្ដង 3. បដិវត្តបច្ចេកវិទ្យានិងបញ្ញាសេដ្ឋកិច្ច AI វិបត្តិការងារឬឱកាសការរីកចម្រើននៃ AI ដូចជា Gemini ឬស្វ័យប្រវត្តិក្នុងរោងចក្រកំពុងផ្លាស់ប្ដូររចនាការងារពិភពលោកជាច្រើនបារម្ភពីការបាត់បង់អាជីវៈប៉ុន្តែវិបត្តិពិតប្រាកដគឺការមិនព្រមផ្លាស់ប្ដូរការវិភាគការងារដដែលៗនឹងត្រូវជំនួសប៉ុន្តែតម្រូវការសម្រាប់មនុស្សដែលមានសមត្ថភាពវិភាគខ្ពស់និងការយល់ចិត្ត Empathy នឹងកើនឡើងហានិភ័យការរីករាលដាលនៃព័ត៌មានមិនពិត Deepfakes ដែលអាចបង្កឲ្យមានអស្ថិរភាពសង្គមនិងការយល់ច្រឡំកម្រិតពិភពលោកយុទ្ធសាស្ត្រត្រៀមខ្លួនការរៀនឥតឈប់ឈរ Lifelong Learning ចំណាយពេលយ៉ាងហោចណាស់5ម៉ោងក្នុងមួយសប្តាហ៍ដើម្បីរៀនពីបច្ចេកវិទ្យាថ្មីៗការអភិវឌ្ឍបញ្ញាស្មារតី Critical Thinking រៀនវិភាគព័ត៌មានមុននឹងជឿដើម្បីមិនឲ្យធ្លាក់ជាប់អន្ត្រែលនៃការបោកប្រឆោត 4. សុខភាពផ្លូវចិត្តនិងភាពស៊ាំក្នុងសង្គម Digitalក្នុងពិភពលោកដែលពេញទៅដោយភាពតានតឹងវិបត្តិសុខភាពផ្លូវចិត្តគឺជាឃាតករលេចខ្មៅភាពឯកកាលទោះបីជាមានការទំនាក់ទំនងតាមរយៈអ៊ីនធឺណិតក៏ដោយនិងសម្ពាធសង្គមបានធ្វើឲ្យអត្រានៃការបាក់ទឹកចិត្តកើនឡើងតថភាព
ប្រសាទផ្សាយសង្គមជាច្រើនបង្ហាញតែភាពជោគជ័យនៃអ្នកដទៃដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងបរាជ័យ FOMO Fear of Missing Out យុទ្ធសាស្ត្រត្រៀមខ្លួនការកសាងបណ្ដាញទំនាក់ទំនងពិតប្រាកដការមានមិត្តភ័ក្តិឬសហគមន៍ដែលយល់ចិត្តនិងអាចជួយគ្នាបានក្នុងក្រៅអាសន្នគឺមានតម្លៃជាងលុយកាក់នៅក្នុងធនាគារការកំណត់ពេលវេលាប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដើម្បីរក្សាទម្លង់ផ្លូវចិត្ត 5. សំណួរដែលសួរច្រើនទាំងអស់អំពីការរស់រានក្នុងវិបត្តិដើម្បីយល់ឲ្យកាន់តែស៊ីជម្រៅយើងត្រូវពិនិត្យមើលសំណួរដែលមនុស្សភាគច្រើនតែងតែងងឆ្ងល់សំណួរតើខ្ញុំគួរទុកលុយនៅក្នុងធនាគារឬវិនិយោគលើមាសនិងអចលនទ្រព្យសម្បត្តិក្នុងក្រៅវិបត្តិចម្លើយក្នុងស្ថានភាពអតិផរ៉ាខ្ពស់លុយសុទ្ធងាយនឹងបាត់បង់តម្លៃការធ្វើពិភេកវកម្មទ្រព្យសម្បត្តិដូចជាការកាន់កាប់មាសមួយផ្នែកនិងការវិនិយោគលើដីធ្លីដែលមានសក្តានុពលផលិតកម្មគឺជាជំរិនដ៏មានសុវត្ថិភាពជាងមុនប៉ុន្តែក៏ដោយការរក្សាសត្វលុយងាយស្រួល liquidity សម្រាប់តម្រូវការបន្ទាន់ 3 ទៅ 6 ខែក៏ជារឿងចាំបាច់ដែរសំណួរតើការអប់រំបែបប្រពៃណីនៅតែមានតម្លៃដែរឬទេបើពិភពលោកប្រែប្រួលលឿនបែបនេះចម្លើយសញ្ញាបត្រតែមួយមុខមិនគ្រប់គ្រាន់ទេតម្លៃពិតប្រាកដស្ថិតនៅលើការដោះស្រាយបញ្ហាប្រព័ន្ធអប់រំត្រូវតែរួមបញ្ចូលគ្នារវាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងក្នុងពិភពបច្ចេកវិទ្យាសំណួរប្រសិនបើសង្គ្រាមទ្រង់ទ្រោមធំកើតឡើងតើកន្លែងណាដែលមានសុវត្ថិភាពបំផុតចម្លើយគ្មានកន្លែងណាដែលមានសុវត្ថិភាពដាច់ខាតនោះទេក្នុងយុគសម័យសកលភាវូបនីយនោះទេប៉ុន្តែតំបន់ដែលមានស្បៀងអាហារដោយខ្លួនឯងដូចជាតំបន់កសិកម្មនិងមានដង់ស៊ីតេប្រជាជនមិនណែនតាន់តាក់ពេកនោះទេជារំមានភាពធន់ resilience ខ្លាំងជាងទីក្រុងធំសេចក្តីសង្ខេបការប្រែក្លាយភាពភ័យខ្លាចទៅជាសកម្មភាពវិបត្តិសកលដែលកំពុងកើតឡើងមិនមែនជាទីបញ្ចប់នៃពិភពលោកនោះទេប៉ុន្តែវាគឺជាការប្រែថ្លែងទម្រង់នៃរបៀបរស់នៅរបស់មនុស្សជាតិយើងមិនអាចគ្រប់គ្រងកត្តាខាងក្រៅបានដូចជាសង្គ្រាមឬកម្ដៅផែនដីនោះទេប៉ុន្តែយើងអាចគ្រប់គ្រងការត្រៀមខ្លួនរបស់យើងបានសរុបមកវិញគន្លឹះសំខាន់ដែលអ្នកត្រូវចងចាំគឺចំណេះដឹងគឺជាអាវុធតាមដានព័ត៌មានដោយការវិនិច្ឆ័យមិនមែនដោយការភ័យស្លន់ប៉ុណ្ណោះភាពបត់បែនគឺជាកម្លាំងកំតងជាប់នឹងផែនការចាស់ប្រសិនបើកាលៈទេសៈប្រែប្រួលសាមគ្គីភាពគឺជាខែលសហគមន៍ដែលរឹងមាំនឹងរស់រានបានយូរជាងបុគ្គលដែលឯកកាពិភពលោកកំពុងស្ថិតក្នុងរបបដ៏គ្រោះថ្នាក់ប៉ុន្តែសម្រាប់អ្នកដែលមានការត្រៀមខ្លួនវាក៏ជាយុគសម័យនៃឱកាសថ្មីផងដែរចូលចាប់ផ្ដើមរៀបចំកញ្ចប់ត្រៀមខ្លួនរបស់អ្នកថ្ងៃនេះទៅចោះមិនថាជាចំណេះដឹងហិរញ្ញវត្ថុឬស្មារតីក៏ដោយតើអ្នកលោកបានរៀបចំផែនការបម្រុងសម្រាប់គ្រួសាររបស់អ្នកហើយឬនៅបើមិនទាន់ទេតើជំហានដំបូងដែលអ្នកនឹងធ្វើនៅថ្ងៃស្អែកជាអ្វី